ការពិតទៅអ្នកគ្រប់គ្នាចាសិតតែពូកែលើកពីអ្វីដែលអ្នកទាំងអស់គ្នាបានដឹងនិងយល់ពីខ្លួនឯងនៅបច្ចុប្បន្នចាអានេះខ្ញុំនិយាយអញ្ចឹងហេតុអីព្រោះខ្ញុំឆ្លងកាត់មកហើយចាឆ្លងកាត់មករួចរាល់ហើយពីមនុស្សដែលអត់ចេះអីទេចាហើយខ្ញុំអត់បានទៅរៀននិយាយខ្ញុំអត់បានទៅរៀនអីចានៃទ្រឹស្ដីអីខ្ញុំអត់បានទៅរៀនទេចាខ្ញុំរៀនតែច្បាប់ស្រុកទាយទេបន្ទាប់មកទៅច្បាប់ស្រុកទាយគ្រូខ្ញុំទៅរៀនអីផ្សេងតាមក្រោយទេខ្ញុំយល់ពីខ្លួនឯងច្បាស់ចាខ្ញុំដឹងថាខ្លួនឯងត្រូវធ្វើអីមិនមែនជាមនុស្សដែលវែងដែលអត់ដឹងថាខ្លួនឯងរស់នៅដើម្បីអីទេចាហើយអ្នកទាំងអស់គ្នាពិតជាធ្វើបានពិតមែនដូចអ្នកទាំងអស់គ្នាដែលមានបំណុលបច្ចុប្បន្នហ្នឹងចាអ្នកទាំងអស់គ្នាកុំគិតថាខ្លួនឯងចាដោះស្រាយបាននោះចាហើយមួយទៀតខ្ញុំចង់រំលឹកអ្នកទាំងអស់គ្នាអ្នកដែលអត់ទាន់ស្គាល់នៃច្បាប់នៃការស្រុកទាយខ្ញុំបាក់ត្រង់ថាពេលដែលខ្ញុំនិយាយទៅអ្នកទាំងអស់គ្នាអត់សូវយល់ទេចាព្រោះអ្នកទាំងអស់គ្នាអត់ដឹងពីច្បាប់នៃការស្រូបទាយខ្ញុំនិយាយ100អ្នកទាំងអស់គ្នាយល់បានតែ10ទេហើយអ្នកខ្លះក៏ចាប់អត់បានផងមានឃើញបងប្អូនឆាតចូលពេកខ្ញុំច្រើនមែនទេហើយខ្ញុំបញ្ជាក់ខ្ញុំរៀងប្រកាន់បន្តិចចាខ្ញុំរៀងប្រកាន់បន្តិចអ្នកដែលចំពោះចេញមកហើយចាឬក៏ឲ្យមេដៃហ្នឹងគឺខ្ញុំអត់តបទេចាព្រោះវាបង្ហាញថាអ្នកទាំងអស់គ្នាខ្វះនៃសិលធម៌ជាខ្មែរចារបៀបនៃការនិយាយជាខ្មែរគេនិយាយវាមិនចាអញ្ចឹងខ្ញុំបន្តទៀតពេលដែលអ្នកទាំងអស់គ្នាត្អូញត្អែហ្នឹងអ្នកទាំងអស់គ្នាអត់យល់ពីថាមពលខ្លួនឯងខាងក្នុងហើយនឹងចិត្តអ្នកទាំងអស់គ្នាកំពុងតែឌូទៅគិតឆ្លងទៅជាមួយនឹងអារម្មណ៍នៃការខ្វះខាតហើយចក្រវាឡទទួលដឹងអារម្មណ៍អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាកំពុងតែត្រូវការភាពខ្វះខាតចាហើយចក្រវាឡក៏បញ្ជូនភាពខ្វះខាតនៅរឿងរ៉ាវដែលអ្នកទាំងអស់គ្នាកាន់តែលំបាកលើដើមនៃការនៃរឿងលុយកាក់បន្ថែមទៀតអញ្ចឹងខ្ញុំសូមចិត្តហ្មងអ្នកទាំងអស់គ្នាអត់យល់ពីច្បាប់នៃការស្រូបទាយខ្ញុំអត់ដឹងនិយាយមិនទេអញ្ចឹងហើយរឿងអត់បែបចៃដន្យទេដែលអ្នកទាំងអស់គ្នាជួបតែរឿងដដែលនៃការខ្វះខាតហ្នឹងអ្នកទាំងអស់គ្នាកាន់តែត្អូញត្អែកាន់តែរៀបរាប់ថាខ្លួនឯងលំបាកនេះលំបាកនោះអ្នកទាំងអស់គ្នានឹងកាន់តែស្រូបរឿងទាំងអស់ហ្នឹងចូលមកជីវិតអ្នកទាំងអស់គ្នាបន្ថែមចឹងបើសិនអ្នកទាំងអស់គ្នាអត់ស្គាល់នៃច្បាប់ស្រូបទាយទេចាអ្នកទាំងអស់គ្នាអាចទៅក្នុង YouTube ចារៀន free បងរៀនដោយមករួមអ្នកទាំងអស់គ្នាគ្រាន់តែវាយថា21ថ្ងៃផ្លាស់ប្ដូរជីវិតចាអ្នកទាំងអស់គ្នានឹងបានរៀន free នៅហ្នឹងឯងឬក៏14ថ្ងៃផ្លាស់ប្ដូរជីវិតក៏បានដែរព្រោះខ្ញុំអត់មានបង្រៀនពីសមតីមកទេចាខ្ញុំបង្រៀនមកគឺវាតាមអ្នកដែលគេដឹងស្រាប់នៃច្បាប់នៃការស្រូបទាយគឺគេស្ដាប់ខ្ញុំយល់អញ្ចឹងអ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកថ្មីដែលមកស្ដាប់នៅ page របស់ខ្ញុំហើយខ្ញុំក៏សូមនិយាយរឿងបណនេះឬក៏បំណុលនេះជាលើកចុងក្រោយដែរព្រោះខ្ញុំកាន់តែនិយាយអ្នកទាំងអស់គ្នាកាន់តែបញ្ចេញអារម្មណ៍មកខ្វះខាតហើយខ្ញុំនិយាយច្រើនដងមែនទែនចាខ្ញុំនិយាយហើយនិយាយទៀតថាបើសិនជាអ្នកទាំងអស់គ្នាចង់ដោះបំណុលសូមឲ្យអ្នកទាំងអស់គ្នាឃ្លានៃអារម្មណ៍នៃផ្លូវចិត្តខ្លួនឯងឲ្យល្អមុនសិនចាព្រោះគេត្រូវការដោះបំណុលគឺដោះពីផ្លូវចិត្តខ្លួនឯងមុនសិនតែធ្វើឲ្យខ្លួនឯងស្រឡះនៃផ្លូវចិត្តចាពេលកាលណាអ្នកទាំងអស់គ្នាស្រឡះនៃផ្លូវចិត្តអ្នកទាំងអស់គ្នានឹងមើលឃើញផ្លូវថាអ្នកទាំងអស់គ្នានឹងត្រូវទៅតាមណាត្រូវធ្វើអីពេលដែលចិត្តអ្នកទាំងអស់គ្នាច្បុកច្បល់ការគិតអ្នកទាំងអស់គ្នាច្បុកច្បល់អ្នកទាំងអស់គ្នាមើលឃើញច្រកចេញទេពេលដែលអ្នកទាំងអស់គ្នាកាន់តែកង្វល់កាន់តែភ័យខ្លាចរឿងទាំងអស់ហ្នឹងវានឹងកាន់តែជន់សង្គ្រោះអ្នកទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នាកាន់តែយ៉ាប់នឹងមានអារម្មណ៍ថាយ៉ាប់មានអារម្មណ៍ថាអ្នកទាំងអស់គ្នាអត់ចង់រស់អីហ្នឹងអាហ្នឹងខ្ញុំឆ្លងកាត់មកដូចគ្នាចាបើសិនជាខ្ញុំអត់ស្គាល់នៃច្បាប់ស្រូបទាយនេះទេចាខ្ញុំហ៊ាននិយាយថាជីវិតខ្ញុំមិនដឹងមាននៅលើផែនដីនៅអត់ទេចាប៉ុន្តែខ្ញុំមិនដល់ថ្នាក់ថាខ្ញុំត្រូវទៅធ្វើអីទេគ្រាន់តែចុងការវាមានការគិតម្ដងលោតមកប៉ុន្តែយើងវាមានទំនួលខុសត្រូវមានកូនត្រូវចំណាចាតែវាជាកម្លាំងដែលឲ្យយើងតស៊ូទៅមុខទៀតចាហើយអ្នកទាំងអស់គ្នាក៏អាចយកកូនចាយកមនុស្សជាទីស្រឡាញ់របស់យើងដែលចង់ឲ្យគ្នានេះរស់នៅសុខសប្បាយដែលមិនចង់បោះបង់គ្នាចោលនេះចាព្រោះយើងដើម្បីពួកគាត់នៅដើម្បីពួកគាត់ចាយើងមិនមែនទៅផុតនឹងគឺថាផុតទេណាអ្នកច្រឡំណាខ្ញុំឃើញបងប្អូនមួយចំនួនច្រឡំថាខ្លួនឯងស្លាប់ទៅរួចទុកមិនមែនទេណានេះច្រឡំមកពេលដល់កើតជាខ្មោចទៅពិបាកថារកផ្លូវមកវិញអត់ឃើញចាអត់មានបានមកវិញស្លាប់អត់មានពលល្ងាចទេកុំច្រឡំចាអានេះមិននិយាយលេងណានិយាយមែនតើបើអ្នកទាំងអស់គ្នាបានរៀនបានសិក្សាពីពធអ្នកទាំងអស់គ្នានឹងយល់ថាវិញ្ញាណដែលស្លាប់ទៅតែតោលដោយជាពិសេសអ្នកដែលធ្វើអត្តឃាតនេះហ្នឹងចាពិបាកនឹងមកកើតវិញហើយក៏កុំសង្ឃឹមថាខ្លួនឯងដោះជាតិនឹងមិនចេញហើយស្លាប់ទៅផុតទុកអត់ទេចាអាហ្នឹងវាស្ដាយក្រោយកម្មខ្មោចនៅស្ដាយក្រោយចង់មកវិញទៀតណាប្រយ័ត្នវាធន់លើដើមកុំច្រឡំណាអញ្ចឹងអ្នកទាំងអស់គ្នាពិតជាអាចធ្វើបានគាត់តែអ្នកទាំងអស់គ្នាឥឡូវនឹងជាញ៉ៃញ៉ៃបោកច្រឡំពេកអត់ដឹងខ្លួនឯងដើរទៅតាមណាគិតតែវាត្អូញត្អែកម្មណាកម្មទៅត្អូញត្អែគិតតែខ្លួនឯងលំបាកវានឹងស្រូបទាញអាការលំបាកហ្នឹងមកបន្ថែមឲ្យខ្លួនឯងទៀតណែបើអ្នកទាំងអស់គ្នាអត់យល់ខ្ញុំអត់ដឹងបញ្យល់មិនឲ្យអ្នកទាំងអស់គ្នាយល់ទេអញ្ចឹងអ្នកដែលមិនទាន់ដឹងហ្នឹងទៅរៀនសិនចារៀន free នៅក្នុង YouTube 21ថ្ងៃផ្លាស់ប្ដូរជីវិតឬក៏14ថ្ងៃផ្លាស់ប្ដូរជីវិតដែរវាជាកម្រិតថ្នាក់មតិដែលវាជាដឹងថាអូច្បាប់ស្រូបទាញគឺវាអញ្ចឹងចាអញ្ចឹងទៅរៀនសិនហើយបើអត់រៀនទេមកស្ដាប់ខ្ញុំពិបាកណាដល់ពេលពាក់កណ្ដាលទីអញ្ចឹងអត់ដឹងពីដើមពីណាពីណីចាតែបើទៅរៀន14ថ្ងៃ21ថ្ងៃហើយអាចនឹងយល់មកស្ដាប់ខ្ញុំវាយល់ជាងហ្នឹងណាតើនេះអ្នកនរគ្នាចាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់យល់នៅវីដេអូមួយហ្នឹងចុះសង្ឃឹមថាអ្នកទាំងអស់គ្នាបានស្ដាប់ចប់មកដល់នាទី5នាទីនេះចុះតើនេះអ្នកនរគ្នាកាន់តែខ្វាយខ្វល់កាន់តែកង្វល់កាន់តែបាត់ច្រកចេញកាន់តែបិទផ្លូវរបស់ខ្លួនឯងចាមិនធ្វើឲ្យខ្លួនឯងកាន់តែលំបាកលើដើមអញ្ចឹងសម្រាប់ចិត្តថាខ្លួនឯងឈប់គិតឲ្យញ៉ៃដោយការប្រាប់ខ្លួនឯងថាពីថ្ងៃទៅខ្ញុំឈប់គិតអី
ចាខ្ញុំនឹងបដោតធ្វើការងារមុខរបរខ្ញុំឲ្យកាន់តែរីកចម្រើនទៅមុខដើម្បីដោះបនគេនេះវាត្រូវការបដិញ្ញាចិត្តពីខាងក្នុងឆន្ទៈដែលចង់ខ្លួនឯងចង់ឲ្យរស់ផុតពីការលំបាកនេះចាវាជាកម្លាំងជំរុញចិត្តអ្នកទាំងអស់គ្នាចាខ្ញុំបើសិនជាខ្ញុំគិតដូចអ្នកទាំងអស់គ្នាខ្ញុំអត់មានថ្ងៃនេះទេចាអញ្ចឹងខ្ញុំមានតែអរគុណបននឹងវិញអរគុណបំណុលហ្នឹងបើសិនជាអត់មានបំណុលខ្ញុំនឹងខ្លាចជាមនុស្សដែលអត់ចេះអីទាំងអស់ដដែលចាជាមនុស្សល្ងងដដែលចាហើយជីវិតខ្ញុំមិនដឹងទេតោកយ៉ាក់ដល់ណាទេចាបើសិនជាអត់ស្គាល់ស្មារតីទីអញ្ចឹងទៅរៀនទៅចាហើយបាយសួរខ្ញុំទេខ្ញុំឃើញអ្នកឆាតចូលពេកខ្ញុំច្រើនណាស់ហើយចាខ្ញុំចែកតែប៉ុណ្្នឹងចាអរគុណច្រើនពីនាងខ្ញុំវិមានចា